របស់មួយដែលយកមកផ្លាស់ប្ដូរដូចយើងប្រើទូរស័ព្ទអញ្ចឹងតែកាលណាយើងដូរថ្មីរហូតរៀងរាល់ឆ្នាំអញ្ចឹងវាមានបានអីអស់ទៅលុយប៉ុន្តែបើយើងដឹងពីរបៀបប្រើប្រាស់វាយើងអាច update ទៅលើ operating system ទៅលើ OS ណាមួយគឺយើងអាចប្រើបានអញ្ចឹងពី3ឆ្នាំចាំយើងបដូរម្ដងឬក៏យើងអាចយល់ដឹងពីការប្រើប្រាស់នៃការ upgrade បានកាន់តែល្អប្រសើរដោយសំចៃបានច្រើនអញ្ចឹងការ upgrade ទៅលើ system ហ្នឹងគឺដូចគ្នាអញ្ចឹងការ upgrade ទៅលើ system របស់ power grid system គឺយើងផ្ដោតទៅលើការ upgrade អានេះជា solution ទី1ដែលវាពិសាជោគជ័យខ្លាំងហើយជំហានទី2នេះគឺយើងផ្ដោតទៅលើ home devices ដែលយើងផ្ដោតទៅលើការជាបរិក្ខារនៅក្នុងផ្ទះនៅក្នុងគេហដ្ឋានការិយាល័យធ្វើការក៏ដូចជាឧស្សាហកម្មផ្សេងៗហ្នឹងគឺយើងមាន solution ដើម្បីផ្ដាច់ភ្ជាប់ក៏ដូចជាទទួលបានទិន្នន័យផ្សេងៗពីការប្រើប្រាស់នៅក្នុងគេហដ្ឋានហ្នឹង solution ទី3តើតើមួយ smart city ដែលលើកឡើងហ្នឹងមាន street lighting មាន smart bin មានអីហ្នឹងអាហ្នឹងគឺជា solution សម្រាប់ smart city ហើយយើងនឹង detail នៅក្នុងសំណួរបន្តទៀត solution ទី4តកតងជាមួយនឹង cloud computing គឺយើង work ទៅលើការ collect យកព័ត៌មានទាំងអស់ពីបរិក្ខារពីប្រព័ន្ធ smart grid ប្រព័ន្ធ smart city ក៏ដូចជា smart home ហ្នឹងដើម្បីយកមក analyze ក៏ដូចជាផ្ដល់ជូននូវសេវាកម្មទៅកាន់អតិថិជនវិញតាមរយៈការគ្រប់គ្រងទៅលើទិន្នន័យទាំងអស់ហ្នឹងហើយចំណុចចុងក្រោយនេះគឺជា Alien Check Platform ដែលយើងប្រើដើម្បីភ្ជាប់ទំនាក់ទំនងរវាង Smart City ជាមួយនឹង e-commerce ក៏ដូចជា social media platform អញ្ចឹងនេះជា platform មួយធំហើយយើងនឹងធ្វើការបង្ហាញនៅក្នុងវីដេអូដែលក្រុមការងារអាចទៅមើលនៅ campus ផ្ទាល់អញ្ចឹងឃើញពីប្រតិបត្តិការពីដំណើរការរបស់ Smart City ដែលយើងប្រើជាមួយនឹងប្រព័ន្ធ Alien Check របស់យើងបងស្ដាប់ទៅ VP Start មានធនធានមនុស្សដែលជាអ្នកនៅខ្មែរយ៉ាងច្រើនអាចនិយាយបានថាជាក្រុមហ៊ុនខ្មែរទេឬក៏យ៉ាងណាដែរបាទជាក្រុមហ៊ុនខ្មែរជាក្រុមហ៊ុនដែលបង្កើតឡើងដោយកូនខ្មែរយើងថាបាទជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរយើងសុទ្ធសាធអត់មានការជួយជុំឆែងពីបរទេសទេគឺមានបរទេសមួយចំនួនគាត់ចូលរួមដែរក៏ប៉ុន្តែគាត់ in charge ទៅលើការងារ business development និង international liaison specialist ដែលគាត់ធ្វើកិច្ចការងារតាក់ទងមួយទីផ្សារនៅអន្តរជាតិភាសា solution យើងចាប់ផ្ដើមវាយលុកចូលទៅកាន់ទីផ្សារអន្តរជាតិបន្ត វ៉ាវពិតជារំភើបមែនទែនក្រោយវាបានស្ដាប់ហើយដែលយើងមានក្រុមហ៊ុនបច្ចេកវិទ្យាខ្មែរដែលធ្វើលើដំណោះស្រាយបច្ចេកវិទ្យាអស្ចារ្យមែនទែនបងយើងធ្លាប់ឮរាជរដ្ឋាភិបាលគាត់លើកឡើងពីទីក្រុងឆ្លាតវៃច្រើនមែនទែនសម្រាប់បងតើទីក្រុងឆ្លាតវៃហ្នឹងមានន័យថាយ៉ាងណាដែរហើយបច្ចុប្បន្ននេះតាមដែលបងដឹងណានៅ VP Start ក៏ដូចជានៅប្រទេសកម្ពុជាយើងទាំងមូលទីក្រុងឆ្លាតវៃនេះមាននៅតំបន់ណាខ្លះហើយសម្រាប់ខាងបងវិញមានជាដំណោះស្រាយឬក៏បច្ចេកវិទ្យាសម្រាប់ទីក្រុងឆ្លាតវៃនេះបែបណាខ្លះត្រៀមខ្លួនសម្រាប់បទពិសោធន៍ថ្មីក្នុងពិព័រណ៍បច្ចេកវិទ្យានិងយានយន្តដ៏ធំបំផុតប្រចាំឆ្នាំ2025ទស្សនាអំពីការវិវត្តនៃអាជីវកម្មបែបបច្ចេកវិទ្យាចុងក្រោយបង្អស់និងយានយន្តដ៏ទំនើបក្នុងក្តីស្រមៃរបស់លោកអ្នកជួបគ្នានៅថ្ងៃទី7-8 ខែមិថុនាឆ្នាំ2025ក្នុងផ្សារទំនើប Chipmunk 271 Mega Mall ចូលរួមដោយសេរីទទួលបានសៀវភៅ69គំនិតរកលុយតាមអនឡាញដែលឥតគិតថ្លៃចូលរួមនៅក្នុងព្រឹត្តិការណ៍ទិញលក់រថយន្តដ៏ធំបំផុតប្រចាំឆ្នាំទស្សនាវេទិកា Tech Show ដែលធ្វើបទបង្ហាញដោយអ្នកជំនាញល្បីៗផ្នែកបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជារួមទាំងកម្មវិធី Mega Promotion ដែលនឹងមានការបញ្ចុះតម្លៃរហូតដល់ 50% ទៅ 70% កុំភ្លេចចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាកាន់តែទំនើបជាងមុន